ប៉ុន្មានថ្ងៃនេះមេឃក្តៅខ្លាំងមែនទែនហើយបើបានញ៉ាំក្រែមផ្លែឈើត្រជាក់ៗអញ្ចេះដឹងតែស្រស់ស្រាយត្រជាក់ដល់បេះដូងហ្មងនឹកឃើញកាលនៅក្មេងៗម៉ាក់គាត់ចូលចិត្តធ្វើជាមួយនឹងក្រែមដែលដាក់ច្រកថងបែបនេះជាពិសេសគឺរសជាតិសណ្តែកខៀវថ្ងៃនេះក៏មកសាកធ្វើជាមួយនឹងក្រែមដែលមានរសជាតិផ្លែឈើពីរមុខដែលជាផ្លែឈើដែលកំពុងតែសម្បូរនៅក្នុងខែនេះផងដែរតោះយើងចាប់ផ្ដើមទៅមើលជាមួយនឹងផ្លែឈើពីរមុខដែលយើងយកមកធ្វើជាមួយនឹងក្រែមគឺយើងមានឪឡឹកក៏ដូចជា strawberry សម្រាប់ឪឡឹកគឺយើងយកទៅកិនហើយនៅសល់កម្ទេចកាទី strawberry គឺយើងដាក់លាយជាមួយឪឡឹកដូចគ្នាឪឡឹកមួយចំហៀងនេះគឺយើងប្រើទឹកចំនួន400 ml ក្លុកវាឲ្យបានម៉ត់ល្អហើយគឺយើងចាប់ផ្ដើមត្រងវាបន្ថែមជាមួយនឹងទឹកដោះគោខាប់ចំនួន2ស្លាបព្រាបាយបើសិនជាបងប្អូនអត់ចង់ប្រើទឹកដោះគោខាប់អាចប្រើស្ករសជំនួសក៏បានផ្លែខ្នុរចំនួន3ចំណិតទូចៗកូរចូលគ្នាឲ្យសព្វបន្ទាប់មកគឺយើងដួសទឹកផ្លែឈើនេះចំនួន5ស្លាបព្រាបាយដាក់ចូលកូនចានមួយបន្ទាប់មកគឺយើងប្រើជាមួយនឹងម្សៅពោតចំនួន1ស្លាបព្រាបាយលាយចូលគ្នាហើយទុកមួយឡែកសិនចាក់ទឹកផ្លែឈើរបស់យើងធ្វើការដាំវាឲ្យពុះនៅពេលដែលបានពុះហើយគឺយើងចាប់ផ្ដើមត្រងជាមួយនឹងផ្លែខ្នុរចេញចាក់ទឹកផ្លែឈើដែលយើងធ្វើការលាយជាមួយនឹងម្សៅពោតចូលម្ដងបន្តិចបន្តមកទៀតគឺយើងចាក់ជាមួយនឹងសាច់ strawberry ដែលយើងធ្វើការហាន់ជាល្អិតៗបែបនេះចាក់ចូលតែម្ដងកូរវាឲ្យបានសព្វមួយសន្ទុះទៅគឺជាការស្រេចបន្ទាប់មកគឺយើងទុកវាឲ្យត្រជាក់សិនចាប់ផ្ដើមមករកថង់ច្រកការ៉េមរបស់យើងច្រកការ៉េមរបស់យើងរួចរាល់ហើយគឺយើងត្រូវទុកប្រហែលជាមួយថ្នាំងដៃដើម្បីធ្វើការចងកៅស៊ូចងរឹតវាឲ្យតឹងនៅពេលដែលយើងចងហើយគឺតែងតែមានទឹកការ៉េមរបស់យើងនឹងហៀរចេញមកក្រៅបន្តិចបន្តួចហើយអញ្ចឹងយើងកុំភ្លេចធ្វើការសម្អាតផងច្រកការ៉េមរបស់យើងរហូតទាល់តែអស់សម្រាប់ទឹកការ៉េមនេះនៅពេលដែលយើងកិនហើយគឺមានចំនួន700 ml គឺយើងអាចធ្វើការ៉េមចំនួន11ដើមមើលរូបរាងរបស់វាបងប្អូនដូចជា hot dog អញ្ចឹងប៉ុន្តែសម្រាប់រសជាតិវិញគឺរសជាតិឪឡឹកលាយជាមួយនឹង strawberry អរគុណផងដែរចំពោះបងប្អូនទាំងអស់គ្នាដែលបានតាមដានកុំភ្លេចជួយ share វីដេអូនេះបើសិនជាបងប្អូនចូលចិត្តអរគុណជម្រាបលាជូនពរសុខភាពល្អទាំងអស់គ្នាណាបាយបាយ